But why សត្វនេះមានឈ្មោះថា Hermit Crab ហើយហេតុអ្វីបានជាវាបដូរសម្បករបស់វាសត្វនេះរស់នៅក្នុងទឹកសមុទ្រដែលនៅជិតឆ្នេរដើម្បីងាយស្រួលការធ្វើដំណើរទៅវិញទៅមកសត្វនេះកើតមកគ្មានសម្បកដែលខ្លួនឯងទេពេលដែលវាកើតមកវាត្រូវរកសម្បកមួយដើម្បីការពារខ្លួនឯងពីសត្រូវហើយភាគច្រើនវាទទួលបានសម្បកទាំងនោះពីសត្វខ្យងសមុទ្រដែលបានងាប់ទៅពួកវារស់នៅក្នុងសម្បកនោះរហូតដល់សម្បកមានការពុកបាក់ឬនៅពេលដែលសម្បកចាប់ផ្ដើមចង្អៀតពេលនោះវានឹងបោះបង់សម្បកចាស់របស់វាហើយនឹងចាប់ផ្ដើមរកសម្បកថ្មីដែលស័ក្តិសមនឹងខ្លួនរបស់វាបញ្ហាទាំងនេះហើយទើបធ្វើឲ្យវាបដូរសម្បករបស់វាតែពេលខ្លះរឿងចម្លែកក៏កើតមានឡើងគឺពួកវាប្រជុំគ្នានៅឆ្នេរសមុទ្រហើយពួកវាបដូរសម្បកគ្នាដូចអ្នកធ្វើចំនួនផ្ទះណាដែលស័ក្តិសមនឹងវានឹងបដូរចូលផ្ទះនោះហើយផ្ទះដែលបានបោះបង់ចោលនឹងត្រូវមានម្ចាស់ថ្មីចូលមករស់នៅចឹងហើយពេលដែលយើងទៅសមុទ្រហើយឃើញសម្បកខ្យងឬខ្ចៅមុននឹងយើងរើសទុកយើងត្រូវគិតថាសម្បកទាំងនេះអាចក្លាយជាផ្ទះរបស់សត្វទាំងនោះ